មានសំណួរជាដំបូងចង់គោរពជំរាបសួរអាដាមអ៊ិតសេថាមេត្តាជួយបង្ហាញដោយសង្ខេបអំពីសាវតាឬក៏ជាប្រវត្តិអំពីការងារការកសាងព្រំដែនខណ្ឌសីមាកម្ពុជាថៃបាទអូនចំណានបាទខ្ញុំពិតជាមានក្តីរីករាយណាស់តែថ្ងៃនេះទូជាតិកម្ពុជាបានអនុញ្ញាតឲ្យពួកយើងខ្ញុំដែលជាអ្នកជំនាញខាងកិច្ចការព្រំដែនបានមកធ្វើការបំភ្លឺជូនប្រជាពលរដ្ឋយើងនៅកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការងារខណ្ឌសីមារបស់បង្គោលព្រំដែនកម្ពុជាថៃនេះខ្ញុំសូមជម្រាបជូនថាព្រំដែនកម្ពុជាថៃនេះជាព្រំដែនអន្តរជាតិដែលបន្សល់ទុកមកតាំងពីជំនាន់អាណាព្យាបាលបារាំងហើយដែលបានកំណត់ដូចនៅក្នុងអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907អមជាមួយនឹងពិធីសារឆ្នាំ1907ជាមួយនឹងឯកសារដទៃទៀតដែលជាឯកសារពាក់ព័ន្ធនឹងអនុសញ្ញានេះដូចជាផែនទីដែលត្រូវបានផលិតឡើងជាលទ្ធផលនៃកិច្ចការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមក៏ដូចជាកំណត់ហេតុមួយចំនួនទៀតជាពិសេសគឺកំណត់ហេតុប្រជុំរបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមបាទឆ្នាំ1907 908និងកំណត់ហេតុគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមនៅឆ្នាំ1908 1909និងកំណត់ហេតុរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមនៅឆ្នាំ1919 1920យើងបានឃើញបង្គោលទាំង74បង្គោលដែលបានបន្សល់ទុកមកទល់សពថ្ងៃនេះហើយដែលជាលទ្ធផលរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមនៅឆ្នាំ1919 1920ដោយសារកត្តាពេលវេលាជាង100ឆ្នាំមកហើយក៏មានកត្តាធម្មជាតិជាពិសេសគឺកត្តាសង្គ្រាមដែលអូសបន្លាយច្រើនទសវត្សរ៍មកនេះបានធ្វើឲ្យបង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមនៅឆ្នាំ1919និង1920នេះមានការខូចខាតហើយមានខ្លះបាត់បង់ទៅទៀតបាទដោយមើលឃើញពីហេតុការណ៍នេះទៅរាជរដ្ឋាភិបាលទាំងពីរគឺកម្ពុជាថៃបានព្រមព្រៀងគ្នាបង្កើតជាគណៈកម្មការចម្រុះព្រំដែននៅឆ្នាំ1997ហើយគណៈកម្មការនេះបានរៀបចំចុះអនុសារណៈយោគយល់គ្នានៅឆ្នាំ2000ដែលយើងហៅថា MOU 2000ហ្នឹងហើយនឹងបន្តមកទៀតគឺបង្កើតចេញជាបែបបទការងារនិងផែនការមេសម្រាប់ការបោះបង្គោលព្រំដែនខណ្ឌសីមានៅឆ្នាំ2003ដែលយើងហៅថា TOR 2003គឺថាក្នុងគោលបំណងដើម្បីធ្វើឲ្យការងារខណ្ឌសីមាបោះបង្គោលព្រំដែនហ្នឹងដែលបារាំងបានបោះនៅឆ្នាំ1919 1920ហ្នឹងឲ្យច្បាស់ឡើងវិញនៅលើដីជាក់ស្ដែងបាទលើដីជាក់ស្ដែងចាប់ពីឆ្នាំ2006មកគណៈកម្មការចម្រុះព្រំដែនរបស់យើងនេះបានបញ្ជូនក្រុមវាស់វែងចម្រុះមួយឲ្យចុះទៅរកទីតាំងបង្គោលទាំង74ហ្នឹងដើម្បីឲ្យដឹងថាបង្គោលដែលបោះនៅសម័យបារាំងឆ្នាំ1919និង1920ហ្នឹងនៅទីណាខ្លះបាទនៅទីណាខ្លះអញ្ចឹងហើយយើងបានចុះទៅអនុវត្តចាប់តាំងពីឆ្នាំ2006មករហូតបច្ចុប្បន្ននេះយើងបានរកឃើញបង្គោលមួយចំនួនទីតាំងរបស់វានៅកន្លែងពិតប្រាកដដូចក្នុងឆ្នាំ1919 1920អញ្ចឹងបាទប៉ុន្តែមានបង្គោលមួយចំនួនมันបានឯកភាពគ្នាទេអញ្ចឹងហើយការរុករកនេះនៅតែបន្តរហូតមកដល់សប្តាហ៍អញ្ចឹងការងារដែលយើងបានធ្វើនេះគឺជាជំហានដំបូងនៅក្នុងការងារខណ្ឌសីមារបស់បង្គោលព្រំដែនរវាងកម្ពុជាថៃដែលធ្វើដោយគណៈកម្មការចម្រុះកម្ពុជាថៃនាពេលបច្ចុប្បន្ននេះគឺយើងសូមបញ្ជាក់ថាគឺយើងទៅធ្វើ
ការរុករកទីតាំងបកគោលដើម្បីសម្គាល់ជាសញ្ញាខ្សែព្រំដែននៅសម័យបារាំងនោះហើយនឹងធ្វើការខណ្ឌសីមាទៅតាមអ្វីដែលមានចែងនៅក្នុងឯកសារជាសន្ធិសញ្ញា1907នឹងឡើងវិញគឺយើងពុំបានទៅធ្វើការងារខណ្ឌសីមាបោះបង្គោលព្រំដែននឹងថ្មីជាមួយថៃទេបាទនេះគឺសូមបញ្ជាក់តែប៉ុណ្្នឹងបាទ